រហតោស្មាសម្ពុទ្ធិសាមហាវេសន្តរជាតិដល់កម្មទី12កម្មចក្សត្រប្រកបដោយគាថា34ហើយសាធុជនសប្បុរសទាំងឡាយអើយកាលនោះព្រះចៅជេលីកុមារជាអ្នកនាំផ្លូវព្រះមហាក្សត្រទាំងពីរព្រះអង្គទៅដល់ស្រះមុចលិនហើយព្រះចៅជេលីបានបញ្ជាឲ្យគេដល់តុងដាក់តុងរាយចាំរក្សាព្រះមហាក្សត្ររួចហើយក៏ឲ្យរទេះទាំង14000បែរមុខឆ្ពោះទៅកាន់ផ្លូវប្រយោជន៍ដើម្បីកុំឲ្យសត្វទាំងឡាយមានរាជសីខ្លាធំខ្លាដំបងជាដើមមកបៀតបៀនរីសំឡេងដំរីក្តីសេះក្តីរទេះក្តីនិងអស់ពលសេនាយោធាទាំងឡាយក្តីឮសំឡេងសន្ធឹកយ៉ាងកក្រើកក្រែងដល់មហិមាកាលនោះព្រះបរមពោធិសត្វទ្រង់ជ្រាបហើយទ្រង់ប្រចិនដាថាអសត្រូវផងទាំងឡាយអើយវាមកចំរំចាប់សម្លាប់អញផងព្រមទាំងសម្ដេចព្រះបិតារបស់អញផងសមនឹងខ្សែប្រជញ្ញដោយពួកសត្រូវនេះឯងព្រះអង្គទ្រង់តម្រេះហើយក៏មានប្រតិផិតភ័យខ្លាចនៅសេចក្តីស្លាប់ជាខ្លាំងទៅទ្រង់ចាប់ព្រះハ័ត្ត្រព្រះនាងមន្ត្រីនាំឡើងទៅលើភ្នំទៅលើកំពូលភ្នំគិរីបង្គត់ទ្រង់តតមើលអស់សេនាយោធាផងទាំងឡាយនោះផងពេលនោះព្រះនាងមន្ត្រីតតឃើញពលសេនាយោធាទាំងឡាយហើយក៏ស្គាល់ជាក់ច្បាស់ថាជាពលយោធារបស់ព្រះបាទស្រីសញ្ជ័យទៅព្រះនាងក្រាបទូលព្រះបរមពោធិសត្វថាបបិទ្ធព្រះសម្មាទិទេពដ៏ប្រសើរអើយព្រះអង្គភ័យខ្លាចអីនឹងសត្រូវនោះឧបមាបីដូចអ្នកយកកប់ភ្លើង10000មកដុតទឹកសមុទ្របើនឹងក្តៅក៏ក្តៅតិចឥតប្រយោជន៍ឡើយបបិទ្ធមហារាជអើយព្រះអង្គភ្លេចហើយឬសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ប្រទានពរឲ្យព្រះអង្គកាលពីថ្ងៃមុននោះហើយតើថាពួកសត្រូវទាំងឡាយនោះទោះបីមកតាមផ្លូវទឹកក្តីផ្លូវគោកក្តីក៏វាមិនអាចបៀតបៀនព្រះអង្គបានឡើយពួកទាហានទាំងនោះមកក្រាបថ្វាយបង្គំព្រះអង្គជាមិនខានរីព្រះបរមពោធិសត្វកាលបើបានស្ដាប់ព្រះនាងមន្ត្រីមានព្រះបន្ទូលមិនឲ្យភ័យខ្លាចនៅសត្រូវទាំងនោះទើបព្រះអង្គទ្រង់ចុះពីលើកំពូលភ្នំជាមួយព្រះនាងមន្ត្រីមកគង់នៅមាត់ទ្វារព្រះបរមសាលារបស់ព្រះអង្គវិញចំណែកព្រះនាងមន្ត្រីក៏ទៅគង់នៅមាត់ទ្វារព្រះបរមសាលារបស់ព្រះនាងវិញពេលនោះព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលនឹងព្រះនាងផសតីទេវីថានាងអើយបើយើងទាំងពីរចូលទៅព្រមគ្នាតែម្ដងមុខជាពវេសន្តរនឹងកើតទុកសោកច្រើនមហិមាជាមិនខានហេតុនេះនាងឲ្យអញទៅមុនឲ្យពវេសន្តរបន្ទោបងនៅសេចក្តីទុកសោកហើយសឹមនាងទៅតាមក្រោយអញកាលបើនាងទៅបានបន្តិចហើយចាំឲ្យចៅជលីនិងគ្រឹស្វាទៅតាមក្រោយជាបន្តបន្ទាប់ផងព្រះមហាក្សត្រស្ដេចលីលាទៅកាន់សំណាក់ព្រះរាជបុត្រជាមួយនឹងអាមាផងទាំងឡាយទ្រង់តតឃើញព្រះរាជឱរសទ្រង់ភេទជាបព្វជិតគង់ចូលឈានយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះបានសេលាឥតមានពិតភ័យអ្វីឡើយកាលនោះព្រះបាទវេស្សន្តរទ្រង់គង់នៅអាស្រមព្រះនាងមន្ត្រីក៏គង់នៅអាស្រមព្រះនាងព្រះអង្គតទៅឃើញព្រះវរបិតាមកពីចម្ងាយក៏ទ្រង់ចេញទៅទទួលស្ដេចហើយទ្រង់ថ្វាយបង្គំទៅព្រះនាងមន្ត្រីទ្រង់មកថ្វាយបង្គំសម្ដេចទ្រង់បានស្ដាប់ព្រះបន្ទូលសួរហើយទៅក្រាបបង្គំទូលថាបបិទ្ធសម្ដេចព្រះរាជបិតាអើយយើងខ្ញុំទាំងពីរមកនៅក្នុងព្រៃនេះគឺតាំងចិត្តបួសជាតបោះអិសីចម្រើនមេត្តាភាវនាជារៀងរាល់ថ្ងៃពុំដែលខានចំណែកនាងមន្ត្រីជាបុត្រប្រសាររបស់ព្រះអង្គនាងតែងតែដើរស្វែងរកផ្លែឈើមើមឈើទាំងឡាយពុំដែលដាច់ឡើយដើម្បីយកមកចិញ្ចឹមជីវិតបបិទ្ធមហារាជអើយយើងទាំងពីរនាក់អ្នកស្រុកស្រីភារាគេបំបោះបងឲ្យមកនៅក្នុងព្រៃនេះមានសេចក្តីទុក្ខសោកច្រើនកាយបបិទ្ធមហារាជអើយហេតុតែនាងមានសេចក្តីទុក្ខព្រួយលំបាកដល់មហិមាណាមួយនាងក៏ប្រត់ប្រាស់កូនជាទុក្ខសោកមានរូបកាយស្គមស្គាំងសម្បុរពណ៌លឿងមិនសូវមានកម្លាំងដោយកាលពីមុនឡើយព្រះពោធិសត្វបានសម្ដែងប្រាប់វរាជបិតានៅសភាពជាអ្នកកំសត់ទុរគតដោយប្រការផ្សេងរួចព្រះអង្គសួរព័ត៌មានអំពីវរាជបុត្រថាបបិទ្ធសម្ដេចព្រះរាជបិតាអើយរីក្មេង2នាក់គឺចៅជលីនិងគ្រឹស្មាជាចៅស្នងរាជវង្សនោះខ្ញុំព្រះអង្គបានឲ្យទានដល់តបោះឲ្យទៅព្រាមហើយក្រែងព្រះអង្គបានឃើញសូមព្រះអង្គថ្លែងប្រាប់ឲ្យខ្ញុំប្រកាសណាបានដឹងផង
ពេលនោះព្រះបាទស្រីសែងជ័យទ្រង់មានព្រះបន្ទូលថាមនាយកូនអើយរីកុមារទាំងពីរគឺចៅជាលីគ្រឹស្មាឯឡោះចេញអំពីព្រាមហើយចូលបាកុំបារម្ភឡើយដកដង្ហើមឲ្យធូរស្រួលសុខសប្បាយទៅហងកាលនោះព្រះពោធិសត្វជ្រាបហើយទ្រង់មានព្រះតីត្រេកអរឥតឧបមាទៅធ្វើបដិសន្ធារៈសួរបន្តទៀតថាបបិទ្ធសម្ដេចព្រះរាជបិតារីព្រះអង្គគង់នៅនគរឯណោះព្រះអង្គមានសេចក្តីសុខសប្បាយឬទេតើព្រះមេដានៃខ្ញុំព្រះអង្គមានជំងឺរោគាព្យាធិផ្សេងមកបៀតបៀនព្រះអង្គដែរឬទេទើបព្រះសម្ដេចព្រះមហាក្សត្រមានព្រះបន្ទូលថាមនាកូនអើយរីជំងឺអាពាធព្យាធិរោគាទាំងឡាយក្តីសេចក្តីទុក្ខសោករារោគភ័យទាំងឡាយក្តីពុំមានបៀតបៀនយើងទាំងពីរឡើយលុះព្រះមហាក្សត្រទាំងពីរព្រះអង្គបានសួរសុខទុក្ខរួចហើយទៅព្រះនាងសុបរសុបតីបានយាងចូលទៅកាន់សំណាក់ព្រះរាជបុត្រព្រមទាំងមានស្រីស្នំក្រមការទាំងឡាយជាបរិវារទៅជាមួយផងព្រះដ៏មានបុណ្យទ្រង់មានព្រះបន្ទូលថាមនាភិក្ខុទាំងឡាយរីព្រះនាងសុបរសុបតីដែលជាបវររាជព្រះរាជមាតាទ្រង់យាងចូលទៅដោយព្រះបាទទទេចិត្តដល់ព្រះបរមសាលាក៏ព្រះពោធិសត្វនិងព្រះនាងមន្ត្រីតតឃើញហេតុតែនឹកសេចក្តីនឹករលឹកព្រះរាជមាតាខ្លាំងពេកក៏ស្ទុះរត់ទៅក្រាបថ្វាយបង្គំទូលថាបបិទ្ធព្រះម៉ែអម្ចាស់អើយខ្ញុំម្ចាស់នេះឯងជាព្រះនាងមន្ត្រីកូនប្រសាព្រះអង្គមកថ្វាយបង្គំព្រះមេដានៅក្រមលំអងទូលីព្រះបាទហើយក្នុងពេលនោះព្រះនាងសុបរសុបតីទ្រង់ព្រះកំសែងដោយក្តីស្រណោះអាណិតព្រះនាងមន្ត្រីខ្លាំងណាស់ធ្វើឲ្យមហាក្សត្រទាំងធ្វើឲ្យក្សត្រទាំង4ព្រះអង្គមានសេចក្តីទុក្ខសោកបន្តទៀតបន្ទាប់មកចៅជាលីនិងគ្រឹស្មាបានរត់ចូលមកព្រះបរមសាលាព្រមទាំងមានក្មេងប្រុសស្រីជាបរិវាររត់មកជាមួយផងរីសម្ដេចនាងមន្ត្រីក្រាន់តែតតឃើញព្រះរាជបុត្រពីរព្រះអង្គរត់មកពីចម្ងាយក៏មានកាយញាប់ញ័ររន្ធត់បីដូចមេមត់ខ្មោចចូលព្រះនាងទ្រង់ព្រះកំសែងពុនពេកក្រៃរីឯព្រះរាជបុត្រាបុត្រីមានព្រះសិរីរៈញាប់ញ័រចំប្រប់ដួលសន្លប់ទាំងចំហនៅលើក្រឡាប្រតិពេរីព្រះរាជកុណាទាំងពីរកាលណាបានឃើញព្រះរាជបិតាដួលសន្លប់ដូច្នេះហើយក៏ទ្រង់ព្រះកំសែងរហូតដួលសន្លប់ទៅលើព្រះរាជមេតានោះឯងក្នុងកាលណានោះទឹកដោះក៏ហូរចេញនៃកុមារព្រះរាជបុត្រាបុត្រីបានក្រេបផឹកយ៉ាងឆ្អែតស្កប់ស្កល់រីព្រះបាទវេស្សន្តរទ្រង់តតឃើញព្រះរាជបុត្រនិងព្រះនាងទេវីដួលសន្លប់ដូច្នេះហើយក៏ទ្រង់ព្រះកំសែងដោយក្តីរថត់ដួលសន្លប់ដូចជាលីនិងគ្រឹស្មាដែររីពួកអាមាត្យទាំង60000ព្រមទាំងពលសេនាផងទាំងឡាយបានឃើញក្សត្រទាំង6ព្រះអង្គដួលសន្លប់ទៅហើយក៏មិនអាចទប់ខ្លួនឲ្យនៅនឹងបានឡើយនាំគ្នាស្រែកទ្រហល់យំគក់ទ្រង់ដួលសន្លប់បាត់បង់ស្មារតីទៅតាមគ្នានៅក្បែរបរិវេណព្រះបរមសាលាឧបមាបីដូចខ្យល់បក់ព្រៃសាលវ័នឲ្យដួលរៀបទៅលើផែនដីយ៉ាងនោះឯងបបិទ្ធអើយកាលនោះព្រះឥន្ទ្រិរាជឃើញក្សត្រទាំង6ព្រះអង្គសន្លប់ទៅហើយទ្រង់ប្រចិនដាថាបើអញយកទឹកភ្លៀងក្នុងកណ្ដៀវទៅស្រង់ក្សត្រទាំង6អង្គនោះនឹងមានឲ្យប្រជជនរស់ឡើងវិញបើដូច្នេះអញនឹងបង្អោបភ្លៀងបោករ៉ាត់ឲ្យធ្លាក់ចុះមកទៅពលយោធាទាំងឡាយមានជីវិតរស់ឡើងវិញទ្រង់ព្រះតម្រេះហើយក៏បណ្ដាលមហាមេឃងងឹតដេកដាស់បង្អោបភ្លៀងធ្លាក់ចុះមកបើអ្នកណាឲ្យទៅទឹកអ្នកនោះនឹងទៅទឹកបើអ្នកណាមិនចង់ឲ្យទៅទឹកក្របភ្លៀងនោះក៏រមៀលជ្រុះចេញបីដូចទឹកភ្លៀងធ្លាក់ចុះអំពីផ្កាឈូកពុំអាចទៅទឹកសរីរាង្គកាយរបស់អ្នកណានោះឡើយលុះព្រះមហាក្សត្រទាំង6ព្រះអង្គមានស្មារតីឡើងវិញទើបព្រះពោធិសត្វទ្រង់ប្រកាសហៅជំនុំព្រះញាតិទាំងឡាយព្រមទាំងសេនាអាមាត្យពលយោធាទាំង60000ក្នុងកាលនោះឯងបន្ទាប់ព្រះមានព្រះបន្ទូលថាមនាភិក្ខុទាំងឡាយកាលព្រះញាតិវង្សផងទាំងឡាយស្ដេចមកជួបជុំប្រងព្រៀងគ្នាហើយក៏កើតមានសម្លេងកឹកក្រងលំពងយ៉ាងក្រៃលែងព្រមទាំងឡាយក៏បន្លឺសូរសម្លេងញាប់ញ័រទាំងក្រឡាមហាព្រឹទ្ធពីក៏ក្រើកញាប់ញ័រទាំងមហាមេឃក៏បង្អោបភ្លៀងធ្លាក់ចុះមក
ក្នុងពេលនោះឯងគួរឲ្យស្ងប់ស្ងាត់អស្ចារ្យណាពួកមុខមន្ត្រីសេនាបតីព្រមទាំងសេនាយោធាទាំងឡាយលើកំបងអាញ្ជលីដាក់លើសេរសាក្រាបថ្វាយបង្គំប្រណម្យអារាធនាព្រះបាទវេស្សន្តរឥសីនិងព្រះនាងមន្ត្រីបបិទ្ធសត្វដ៏ថ្លៃអើយសូមព្រះអង្គយាងទៅត្រឡប់សោយរាជសម្បត្តិស្ថិតនៅឥសូរកំពូលនៃយើងខ្ញុំផងទាំងឡាយពីផងបបិទ្ធអើយអាត្មាភាពសម្ដែងពធទេសនារឿងមហាវេស្សន្តរជាតិដកកាន់ចក្សត្រទី12ប្រកបដោយគាថា34គាថាកសន្មតថាចប់ដោយបរិបូរក្នុងវេលានេះឯងហងសាធុសាធុសាធុអរគុណគេណាបានទេអង្គបានបានចង់រត់បានใจយកใครក៏ទៅបានទៅកាលទៅតាមបានអរតាមគេណាបានទេតាមការាំងไม่ยอมให้ต่อทุกข์ธรรมโมកាលទៅតាមបានអរតាមគេណាបានទេអង្គសង្ឃានតាមសង្ឃេយកให้ต่อทุกข์សង្ឃោកាលទៅតាមបានសុខបតាកដាសូមអរគុណនិមន្តព្រះសង្ឃដែលត្រូវកាន់ទី13ដែរសូមអរគុណនិមន្តដែរដល់កាន់ទី13ហើយឆក់ខ្សត់ណាkita sama dengan imuan mana? Romanamo Deni Prasad Layana Dia Napa Prasama Samponna Nipian Chào hai cây Prasad Layana Dia Napa Prasama Samponna Nipian Mok Nong Kalang Mok Cây Prasad Dia Napa Prasama Samponna Trong Bát Satan Trong Trong Ca Trong Ngày Ni Cây Nhâm Prekaruna Trong Cram Mai Con Công Nơ Yang Lai Nhớ Krop Ca Càng Phu Namo Teni Namo tassa bhagavata arahato samma sambuddhassa Namo tassa bhagavata arahato samma sambuddhassa Namo tassa bhagavata arahato samma sambuddhassa Tang sottva mahasatta Petara sattha salapatta Imang kiatha miyaha ពោធិសត្វតការប្រពោធិសត្វត្រង់ស្ដាប់ព្រះរាជអង្គការនៃសម្ដេចព្រះរាជមេត្តាបីដែលមកអរតនាឲ្យស្ដេចលេចាអំពីតាបអិសីចូលទៅក្រុងរាជសម្បត្តិដូចដើមទៅព្រះពោធិសត្វក្រាបទូលដោះសារចំពោះព្រះរាជមេត្តាបីតាថា
បបិទ្ធព្រះអង្គជាក្សត្រដ៏ប្រសើរអើយដើម្បីព្រះអង្គទ្រង់ប្រះមេត្តាប្រោសព្រះរាជទានឲ្យគ្រងស្វេតឆាតក្នុងរាជបុរីដោយសារខ្ញុំព្រះអង្គឲ្យដំរីមង្គលទៅជាទានពពួកព្រាមទៅធ្វើឲ្យនៅស្រុកស្រីពេរាទាំងឡាយនាំគ្នាបំបបបងឲ្យមកនៅក្នុងព្រៃភ្នំគិរីបង្គតដែលជាទីស្ងាត់ចងំយ៉ាងនេះបបិទ្ធព្រះអម្ចាស់អើយឥឡូវនេះព្រះអង្គមកអារាធនាខ្ញុំព្រះអង្គដែលជាមនុស្សខុសឲ្យទៅចសោយរាជសម្បត្តិដូច្នេះខ្ញុំព្រះអង្គមិនសប្បាយចិត្តឡើយពេលនោះព្រះបាទស្រីសញ្ជ័យទ្រង់ស្ដាប់សេចក្តីនោះហើយទើបមានព្រះបន្ទូលថាកូនស្ងួនតែមួយជាត្រួយត្រកបណ្ដោចិត្តឪពុកអើយត្បិតបិតានេះបានធ្វើឲ្យអ្នកមានសេចក្តីទុក្ខលំបាកពុំសុខសប្បាយឡើយឲ្យចេញមកនៅក្នុងព្រៃយ៉ាងនេះព្រោះតែជឿនៅពាក្យសម្ដីរបស់អ្នកស្រុកស្រីពេរាវាមកញុះញង់បំបបងឲ្យកូនស្ងួនចេញមកពីភ្នំគិរីវង្គតឲ្យកំសត់តែ4អង្គយ៉ាងនេះហើយកូនស្ងួនសម្លាញ់មានម្ដាយឪពុកអើយទោសទាំងនេះគួរខុសណាស់ហើយតាមតែអ្នកអត់ទោសដល់បិតានាការឥឡូវនេះហងព្រះបាទស្រីសញ្ជ័យព្រះរាជអង្គការដូច្នេះហើយព្រះអង្គក៏លើករាជសម្បត្តិថ្វាយព្រះរាជឱរសរួចមានព្រះបន្ទូលដូច្នេះថាមនាកូនសម្លាញ់ស្មៅជីវិតនៃព្រះបិតាបើបុគ្គលណាកើតមកជាបរោះរត់ឥតសង្ស័យនៅក្នុងលោកមានសេចក្តីឧស្សាហ៍បំកិតជីវិតកាត់ចិត្តមកចម្រះទុកសោករោគភ័យមន្ទិលក្នុងប្រាណដោយហេតុនោះចូលបាកំបីមានចិត្តខឹងជាគំនុំចង់តោសានុតោផលទាំងឡាយចូលធ្វើតាមពាក្យបិតាលាចេញអំពីប្រភេទព្រះតាបអេសីហើយព្រះអង្គទ្រង់គ្រងរាជសម្បត្តិក្នុងបរិយនគរតាមប្រពៃណីអំពីបុរាណមកឲ្យបានសុខសែមសាននិងបានជាទីពំនាក់របស់ព្រានព្រឹទ្ធបណ្ឌិតកវីអស់មុខមន្ត្រីសេនាអាមាត្យផងទាំងឡាយស្នងព្រះបិតាក្នុងការឥឡូវនេះឯងផងរីសម្ដេចព្រះមហាវេស្សន្តរមុននឹងទទួលរាជសម្បត្តិព្រះបាទស្រីសញ្ជ័យជាព្រះវរបិតារមែងអង្វរលួងលោមឲ្យព្រះរាជបុត្រកុំឲ្យអអន់ប្រតិយទៅព្រះរាជបុត្រទ្រង់ទទួលអញ្ជើញតាមព្រះរាជអង្គការថាសាធុការណអាមាត្យទាំង60000កើតរួមគ្នាថ្ងៃជាមួយនឹងគ្នាព្រះអង្គបានលើដូច្នេះហើយក៏លើកដៃប្រណម្យអញ្ជលីក្រាបទូលថាមហារាជាបបិទ្ធមហារាជាម្ចាស់នៃយើងខ្ញុំអើយសូមព្រះអង្គស្រង់ទឹកបន្ទោបងនៅសេចក្តីបន្ទោបងនៅញើក្អែនិងសេចក្តីក្តៅក្រហាយឲ្យសបាយប្រតិសិនចោះរួចហើយទៅអញ្ជើញមកទទួលយកនៅស្វេតឆាតសោយរាជសម្បត្តិស្ថិតនៅនាជាម្ចាស់នៃយើងខ្ញុំទាំងឡាយអស់កាលជាយូរអង្វែងរីព្រះបរមពោធិសត្វព្រះអង្គទ្រង់ត្រាស់ថាហើយអាមាត្យថងទាំងឡាយអើយចូលឈប់បន្តិចសិនទៅស្ដេចចូលទៅក្នុងព្រះបរមសាលាហើយទ្រង់សឹកចេញអំពីតាបអេសីរួចព្រះអង្គប្រទះសិនព្រះបរមសាលា3ជុំហើយមានព្រះបន្ទូលថាព្រះបរមសាលាជាទីអាស្រ័យនៃយើងឲ្យនេះ9ខែ15រាត្រីហើយដែលបានកសាងបរមត្តបារមីទាននិងសមណៈធម៌នៅទីនេះហើយបានឲ្យព្រះនាងមត្រីនិងបរិយាបុត្រីឲ្យទៅជាទានធ្វើឲ្យកក្រើកដល់ព្រាហ្មលោកដល់ព្រហ្មលោកត្បិតតែយើងបានអាស្រ័យសាលានេះឯងចាប់តាំងអំពីនេះតទៅព្រះបរមសាលានេះនឹងនៅទំនេរមិនមានអ្នកណាមួយនៅឡើយអាស្រមក៏ស្ងាត់ជ្រងំពុំមានអ្នកណារក្សាលោកព្រះមហាក្សត្រស្រង់ទឹកអបសំជាមួយលម្អិតក្លំច័ន្ទដល់ក្រអូបទ្រង់កាន់យកនៅស្វេតឆាតជាស្ដេចប្រកបដោយយសបរិវារយ៉ាងកក្រឹកកក្រែងមហិមាក្នុងការនោះឯងហងសីសនេហតោសុចវតោលសញ្ជាយោអភិរកភូតេបបិទ្ធអើយការព្រះអង្គមានព្រះតេជះបារមីល្បីខ្ទោខ្ទាស័ព្ទព្រះនគរព្រះអង្គទាត់បណ្ណេតទៅកាន់ទិសណាទិសនោះសឹងតែកកើតញាប់ញ័រអស់ទាំងព្រឹទ្ធបណ្ឌិតវោហៈហោរាសេនាបតីមន្ត្រីសិទ្ធិទាំងឡាយនាំគ្នាមកប្រជុំធ្វើមង្គលពលីការសូត្រនមស្ការចម្រើនពរជ័យថ្វាយព្រះបរមពុទ្ធសាសនារួចហើយក៏ប្រគល់តន្ត្រីលាន់ឮឡើងសូរកក្រឹកកក្រែងឧបមាបីដូចជាទឹកធ្លាក់ចុះពីលើភ្នំបន្ទាប់មកព្រះអង្គទ្រង់កាន់ព្រះខ័នឡើងគង់លើភ្នំដំរីរស់ដល់ក្លាហានមានសេនា60000មកចំរំជាបរិវារព្រះអង្គស្ដេចគង់នៅលើបរិយា
ស្ដេចគង់លើព្រះពន្លាជ័យរីឯព្រះនាងមត្រីជាអគ្គមហេសីព្រះអង្គប្រដាប់ដោយគ្រឿងអលង្ការដ៏ល្អវិចិត្រព្រមទាំងព្រះស្នំដ៏មានរូបឆោមស្រស់ល្អបានហែមហោមព្រះនាងមត្រីមកអភិសេកជាមួយអគ្គមហេសីអស់ព្រាមព្រឹទ្ធាចារ្យមកស្រោចស្រង់សកលតវារីទាំងពីរព្រះអង្គភ្លេងដូរតន្ត្រីពិនពៀត្រែងខ្សាំងកងស្គរក៏បន្លឺសំឡេងឡើងថ្វាយព្រះពរជ័យត្រេកអរសាទរកំបីមានទុក្ខសោករោគភ័យរីឯព្រះជាលីគ្រឹស្ណាក៏សូមឲ្យបានសុខសាន្តបានជួយថែរក្សាព្រះរាជមេត្តាបិតាបានសេចក្តីសុខតទៅហងសម្ដេចព្រះនាងមត្រីបានអោបរាជបុត្រាបុត្រីដោយសេចក្តីត្រេកអរហើយទ្រង់មានព្រះបន្ទូលថាឯកផត្តាពរេអសលះអរិជាថ្វាំងអមេរោភវតេហើយចលីគ្រឹស្ណាកូនស្គួនសម្លាញ់មាម្ដាយអើយកាម្ដាយចាក់ចេញអំពីស្រុកមករស់នៅក្នុងព្រៃទោះបីលំបាកយ៉ាងណាគ្រាន់តែឃើញកូនស្គួនសម្លាញ់ទាំងពីរហើយរីសក្តីទុក្ខសោកទាំងឡាយទាំងប៉ុន្មានក៏វិនិច្ឆ័យបាត់ទៅអរកូនមាសអរកូនអើយម្ដាយតាំងចិត្តស្វែងរកមើមឈើផ្លែឈើតែម្នាក់ឯងពុំខ្លាចក្រែងសត្វព្រៃទាំងឡាយគឺប្រាថ្នាយកមកចិញ្ចឹមកូនកំសត់កុំឲ្យអត់ឃ្លានពេលដែលម្ដាយប្រត់ចាកអំពីកូនទាំងពីរម្ដាយតែងតែរងទុក្ខខ្លោចសារឥតស្រាកស្រានឡើយរីអផលឡាផលទាំងឡាយក៏ប្រមាណបរិភោគលោកដល់ពេលល្ងាចគេតែងតែកាត់ដល់អ្នកទាំងពីរចំណេញមិនបានឃើញមុខក៏កាត់ទុកពួកទួញយំសោកការដីក៏មិនលួព្រោះតែមានចិត្តស្រឡាញ់កូនខ្លាំងប៉ុនពេកម្យ៉ាងទៀតផលបុណ្យនៃព្រះរាជបិតាធ្វើឲ្យអ្នកទាំងពីររួចផុតអំពីរោគព្យាធិបៀតបៀនរហូតបានទៅជួបព្រះអាយកោអាយិកានិងបានគ្រងរាជតពីព្រះរាជបិតាតទៅលំដាប់នៅព្រះនាងសបារសពតិទ្រង់មានព្រះតម្រិះក្នុងប្រតិថាតាំងពីថ្ងៃនេះទៅបរិជ្ជបុត្រីដែលជាកូនប្រសាឯងនឹងមិនអោយអ្នកទទួលរងទុក្ខលំបាកទៀតឡើយទៅស្ដេចយកគ្រឿងអលង្ការទាំងឡាយដែលមានតម្លៃត្រង់បរិជ្ជទានអោយនាងមត្រីកូនប្រសាប្រដាប់ប្រដាសម្រាប់អគ្គមហេសីនាការនោះឯងហងលោកព្រះនាងមត្រីត្រង់ពាក់គ្រឿងប្រដាប់ហើយមានរូបឆោមស្រស់ល្អប្រៀបបីដូចជាអប្សរបវរកញ្ញានាឋានតាវតឹងដែរគួយគុណពេកក្រៃនាការនោះនេហត្ថីបាននាំដំរីសាមាធំខ្លាមកថ្វាយសម្ដេចព្រះនាងមត្រីអកគង់លើព្រះទាននាងកុចលសារីអស់ស្ត្រីជាបរិវារក៏បានដើរហែហោមអមដំណើរសម្ដេចព្រះនាងមត្រីដោយទឹកមុខស្រស់ញញឹមឯក្សត្រទាំងពីរអង្គក៏មានព្រះហរតីសមណោះរាជរាយមានបរិវារច្រើនប៉ុនប្រមាណក្នុងការនោះឯងរីព្រះបាទស្រីសញ្ជ័យជាព្រះរាជបិតាលោកបានអភិសេកព្រះរាជបុត្ររួចហើយក៏ទ្រង់មានប្រតិត្រេកអរប៉ុនប្រមាណទៅស្ដេចចេញទៅព្រានព្រៃប្រឹក្សាជាមួយនឹងបរិវារជាច្រើនមានទាំងស្រីស្នំនាំគ្នាដើរបេផ្លែឈើផងទាំងឡាយបរិភោគយ៉ាងសប្បាយរីឯសត្វព្រៃនិងអមនុស្សផងទាំងឡាយមិនហ៊ានបៀតបៀនពួកមនុស្សឡើយហេតុតែទេជាព្រះបារមីនៃព្រះពោធិសត្វទៅបណ្ដោឲ្យពួកមរកាយសាហាវរាជសីខ្លាដំបងជាដើមដែលនៅក្នុងព្រៃហែមពៀនមិនហ៊ានបៀតបៀនគ្នាចេះស្រឡាញ់គ្នាទៅវិញទៅមកលួព្រះបាទស្រីសញ្ជ័យត្រឡប់មកព្រាតព្រៃមិនយូរឡើយទ្រង់មានបរិជ្ជអង្គការឲ្យអញ្ជើញរាជបុត្រីបុត្រានិងព្រះចៅទាំងពីរហើយឲ្យព្រះអង្គឲ្យយកស្គរជ័យវាយបន្លឺសំឡេងលាន់លឺឡើងកងរំពងពេញព្រៃអរេពោសេនាទីហ៊ានឲ្យដឹងគ្រប់គ្នាថាស្ដេចនឹងយានត្រឡប់ទៅនគរចេតរៈវិញព្រះបាទវេស្សន្តរទ្រង់ចេញដំណើរជាមួយនឹងបរិវារយ៉ាងច្រើនអំពីភ្នំគិរីបង្កត់ឆ្ពោះទៅកាន់ក្រុងពិជ័យចេតរៈនគរបើរាប់ចង្ងាយផ្លូវបាន60យោជន៍60យោជន៍ការនៅព្រះបាទវេស្សន្តរបវរពោធិសត្វនិងព្រះបាទស្រីសញ្ជ័យនាងសបារសពតិទេវីបរិជ្ជបុត្រានិងបុត្រីនិងសម្ដេចព្រះសន្និសាស្ដេចយាត្រាក្នុងមួយថ្ងៃបាន1យោជន៍ធ្វើដំណើរអស់រយៈពេល2ថ្ងៃទៅមកដល់ពិជ័យចេតរៈនគរហងភិក្ខវេមនាលភិក្ខុទាំងឡាយលោកសត្វទាំង6អង្គចូលទៅដល់ពិជ័យចេតរៈនគរហើយទ្រង់មានបរិជ្ជហរតីនោះសុខសែមសាពុំមានសេចក្តីទុក្ខឡើយ
ក្នុងរាត្រីចិត្តភ្លឺព្រះបរមពុទ្ធសាសនាពីក្រឡាបន្ទោមត្រង់ព្រះចិន្តាថាអញមកដល់ព្រះនគរហើយពេលព្រឹកព្រលឹមថ្ងៃស្អែកនេះសូមពួកស្មោមទាំងឡាយវានឹងមកចោមរោមសុំអញកំខានឡាយបើដូច្នេះអញនឹងបានទ្រអ្វីឲ្យទានដល់ស្មោមផងទាំងឡាយនោះការប្រពោធសាស្ត្រត្រង់ព្រះតម្រិះយ៉ាងនេះហើយក៏ក្តៅដល់អាសនៈព្រះឥន្ទ្រាឈេរាយត្រង់ជាច្បាស់ក៏បណ្ដាលឲ្យមហាមេឃខ្មៅងងឹតបង្អស់នៅភ្លៀងរតនៈទាំង7ប្រការធ្លាក់ចុះមកនៅក្នុងបរិជ្ជវាំងប្រមាណស្មើនឹងចង្កេះហើយធ្លាក់នៅក្រៅបរិជ្ជវាំងប្រមាណស្មើចង្គង់លួព្រឹកឡើងព្រះអង្គឲ្យអាមាត្យប្រកាសប្រាប់មហាជនផងទាំងឡាយទ្របដែរធ្លាក់ចុះនៅក្នុងរបងផ្ទះបុគ្គលណាឲ្យបុគ្គលនោះជញ្ជូនយកទុកជារបស់ខ្លួនបើទ្របនោះធ្លាក់ទៅតាមដងផ្លូវឬកន្លែងដែលគ្មានម្ចាស់ព្រះអង្គឲ្យការជញ្ជូនយកមកទុកនៅក្នុងបរិជ្ជឃ្លាំងដើម្បីទុកធ្វើបុណ្យតាមព្រះរាជសទ្ធារហូតមកដល់ព្រះអង្គអបជនសោយទីបង្គត់ទៅហងការនោះព្រះបាទវេស្សន្តរបរមក្សត្រទ្រង់មានប្រាជ្ញាដល់ប្រសើរតែងតែអប់រំបន្ទំព្រះបារមីជារៀងដរាបដល់ព្រះជន្មទៅក៏បានកើតនៅក្នុងឋានទោសិតទេវលោកទ្រង់ព្រានាមថាព្រះសន្តោសិតទេវបុត្រប្រកបហងសត្ថាមហាវេសន្តរាងអារម្មភៈអ៊ីម៉ាំងធម្មទេសនាកថេសេរីព្រះបរមសាសនាទ្រង់ប្រារព្ធរឿងមហាវេស្សន្តរត្រាស់សម្ដែងនៅពធទេសនានេះប្រកបដោយគាថា1000គាថាទៅព្រះអង្គមានព្រះពុទ្ធដីកាបន្តទៀតថាភិក្ខវេមនាលភិក្ខុទាំងឡាយមហាមេបណ្ដានៅភ្លៀងបោកខារពណ៌ជាអស្ចារ្យធ្លាក់ចុះនៅក្នុងសមាគមនៃព្រះញាតថាគតនោះមិនមែនជាឥឡូវនេះឡើយភិក្ខុអើយពីដើមមកការដែលតថាគតនៅជាព្រះបាទវេស្សន្តរនោះក៏មានភ្លៀងបោកខារពណ៌ធ្លាក់ចុះមកដូច្នេះដែរលួត្រង់សម្ដែងនៅចតុរារិយសច្ចធរចប់សពគ្រប់ហើយមហាជនផងទាំងពួងក៏បានសម្រេចសោតាបត្តផលសកតាគាមិផលអនាគាមិផលនិងព្រះអរហន្តជាផលជាច្រើនទៅព្រះអង្គប្រជុំជាដកថាតទាជូចកោទេវតតោរីចជុព្រាមលោចុតអំពីជាតិនេះទៅក៏បានតកើតជាទេវតតអមតតាបញ្ញាព្រមណីចញ្ចមានវិការីនាងអមតិតាជាប្រពន្ធជជុព្រាមលោចុតអំពីជាតិនេះទៅក៏បានកើតជានាងចញ្ចមានវិកាចេតពតោឆាន់ណូរីឯចេតបុត្រដែលជាអ្នកចាំទ្វារនៅផ្លូវព្រះបរមពុទ្ធសាសនានោះវិញលោចុតអំពីជាតិនេះទៅក៏បានតកាឆាន់អាមាត្យអចុតតាបសោសរិពុតតោរីអចុតតមហារិស័យដែលបង្ហាញផ្លូវដល់ចជុព្រាមនោះលោចុតអំពីជាតិនេះទៅក៏បានកើតជាព្រះសរិបុត្រសកោអនុរដ្ឋោរីសម្ដេចព្រះអមរិន្ទ្រាធិរាជដែលឲ្យអវាទូននាមព្រះបរមពុទ្ធសាសនាលោចុតអំពីជាតិនេះទៅក៏បានតកើតជាព្រះអនុរុទ្ធវិសកម្មចមោកលានណូរីវិសកម្មទេវបុត្រដែលនិមិត្តអាស្រមថ្វាយព្រះពោធិសត្វលោចុតអំពីជាតិនេះទៅក៏បានកើតជាព្រះមហាមុគលានមករណហេសីហោអបាលិរីទេវតាដែលនិមិត្តខ្លួនជារាជសីចាំរារាំងផ្លូវព្រះនាងមត្រីនោះលោចុតអំពីជាតិនេះទៅក៏បានតកើតជាព្រះឧបល័យភ្ជាកខរាជាសីលវលិសីវលិរីទេវតាដែលនិមិត្តខ្លួនជាខ្លាធំលោចុតអំពីជាតិនេះទៅក៏បានកើតជាព្រះសេវលីទីពេចមលិនេកោរីឯទេវតាដែលនិមិត្តខ្លួនជាខ្លាដំបងចាំរារាំងផ្លូវព្រះនាងមត្រីនោះលួសចុតអំពីជាតិនេះទៅក៏បានតកើតជាមលិនេទេវមហាកញ្ចណោរីឯទេវបុត្រដែលនិមិត្តខ្លួនជាព្រះវេស្សន្តរទៅស្រ័យចំណងចៅជាលីនោះលុះចិត្តអំពីជាតិនេះទៅក៏បានតកើតជាព្រះមហាកញ្ចាយណៈទេវធីតាវិសាខាពុទ្ធូបាសិការីនឹងទេពធីតាដែលនិមិត្តខ្លួនជាព្រះនាងមត្រីទៅស្រ័យចំណងគ្រឹស្នានោះលុះចិត្តអំពីជាតិនេះទៅក៏បានតកើតជានាងវិសាខាមហាបាសិកាបញ្ចយនិកោវេរៈមហាកសបោសង្ឃវត្តខោរីដំរីបច្ចនិកេនោះលុចចិត្តអំពីជាតិនេះទៅក៏បានតកើតជាព្រះមហាកាសបការិនុកា
កេសាកោតមីរីឯមេដំរីលុះជុតអំពីជាតិនេះទៅក៏បានតកើតជានាងកេសាកោតមីមន្តរីជាមហានាមមរីឯប្របាទមន្តរីលុះជុតអំពីជាតិនេះទៅក៏បានកើតជាព្រះមហានាមអពន្តរោមហាមច្ចោអនន្តោពុទ្ធុបត្តកោរីអាមាត្យដែលប្រដាប់ប្រដាទានថ្វាយព្រះបរមពុទ្ធសាសន៍លុះចុតអំពីជាតិនេះទៅក៏បានកើតជាព្រះអនន្ទានវយោវច្ចាមច្ចោអនាថបណ្ឌកៈបាសកោរីអាមាត្យដែលជាអ្នកខ្វល់ខ្វាយក្នុងការបរិច្ចាគទានថ្វាយព្រះបរមពុទ្ធសាសន៍នោះលុះចុតអំពីជាតិនេះទៅក៏បានកើតជាអនាថបណ្ឌកៈឧបាសកសញ្ជាយនរន្តោសទ្ធោតនៈមហារាជារីព្រះបាទស្រីសញ្ជ័យនោះលុះចុតអំពីជាតិនេះទៅក៏បានតកើតជាព្រះបាទសទ្ធោតនៈជាព្រះពុទ្ធបិតាផុសតីទេវីសិរិមហាមាយារីឯនាងសបារសពតីទេវីដែលជាព្រះរាជបិតាដែលជាព្រះវររាជមេត្តាព្រះពោធិសត្វលុះចុតអំពីជាតិនេះទៅក៏បានកើតជាព្រះនាងសិរិមហាមាយាដែលជាព្រះពុទ្ធមេត្តាមន្តិទេវយសោធរិយរាហុលមេត្តារីនាងមត្រីដែលជាព្រះរាជមេត្តារបស់ចៅចលីក្រឹស្នាលុះចុតអំពីជាតិនេះទៅក៏បានកើតជាព្រះនាងយសោធរិយចលីកុមារោរាហុរីចៅចលីកុមារនេះលុះចុតអំពីជាតិនេះទៅក៏បានកើតជារាហុលកុមារកណ្ហាជានាឧបលវណ្ណារីនាងក្រឹស្នារីចកញ្ញាលុះចុតអំពីជាតិនេះទៅក៏បានកើតជានាងឧបលវណ្ណាសេសបរិសាពុទ្ធបរិសារីបរិស័ទដែលសំណល់អំពីនោះលុះចុតអំពីជាតិនេះទៅក៏បានតកើតជាបរិស័ទរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់វេសន្តរោមហារាជាបណ្ណាអាហាមេវៈសម្មាសម្ពុទ្ធរីព្រះមហាវេសន្តរជាតិដកនោះគឺមិនមែនអ្នកដតីឡើយគឺអញតថាគតនេះឯងដែលបានត្រាស់ដឹងនៅសារបិចតាញាណបានជាទីពឹងពំនះអាស្រ័យនៃសត្វទាំងឡាយវេសន្តរជាតិតកាំងហៃសាធុសប្បុរសផងទាំងឡាយអើយបើបុគ្គលឯណាបានស្ដាប់ពធទេសនាមហាវេសន្តរជាតិដកនេះចប់ហើយនឹងបានរំដោះរួចចាកសក្តីទុក្ខប្រកបសេចក្តីសុខចម្រើនក្នុងលោកនេះនិងលោកខាងមុខព្រមទាំងអបនិស្ស័យបានសម្រេចមគ្គនឹងផលនិព្វានដែលជាទីរួចផុតចាកទុក្ខទាំងពួងប្រកាសហងនគរកាត់យ៉ាងណាត់ទេតាំងបបិទ្ធអើយអាត្មាបានសម្ដែងពធទេសនារឿងមហាវេសន្តរជាតិដកនគរកាន់ទី13ដែលប្រកបដោយគាថា48គាថាក៏សន្មតចប់ដល់បរិបូរក្នុងវេលានេះឯងហងសាធុសាធុសាធុឧត្តមកេណវន្ទេអបាចតាំកំពរន្តមាពន្តយោតតពន្តោធម្មតតាំហមាំតន្តមាំកេណវន្ទេអធម្មញ្ចតុវេតាំវរាំយោកានិតោតោតធម្មោកមតតាំហមាំតន្តមាំកេណវន្ទេអសង្ឃัญဓម္មੰសង្ឃេយោកានិតោតោតសង្ឃោកមតតាំហមាំសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីចងសូមឲ្យជាសត្វកុំកើតដែលដល់ហើយទៅໄປសូមឲ្យជាសត្វបានໄປទៅដែលដល់ហើយនៅសេចក្តីសុខជាសត្វបានទេអនុមោទនីព្រះសកមណា